បាទថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលពីការជួសជុលទៅលើ mainboard ឬក៏យើងហៅថា IC ហ្នឹងរបស់ម៉ាស៊ីនត្រជាក់ Panasonic មួយគ្រឿងដែលវាមានបញ្ហាខូចផ្នែក IC CPU បើសិនជាយើងមើលធម្មតាឃើញថាវាមានពណ៌ខ្មៅដែលបងប្អូនអាចមើលឃើញតែប៉ុន្តែម៉ាស៊ីននេះបញ្ហាវាធ្ងន់ណាស់បងប្អូនម៉ាស៊ីនជាទូទៅយើងមានស្លឹក board ផ្សេងយើងផ្លាស់ប្ដូរស្លឹកផ្សេងព្រោះទៅលើការជួសជុលវារៀងលម្អិតវាបន្តិចព្រោះដោយសារតែវាតូចមែនតើដោយសារតែរក board អត់បានអញ្ចឹងក៏ភាសាជាមួយម្ចាស់ផ្ទះអ៊ំស្រីថាយើងនឹងសាកល្បងជួសជុលលើក CPU ប្រភេទមកទឹកពី board ផ្សេងដើម្បីជំនួសមក board ហ្នឹងអញ្ចឹងជាក់ស្ដែងនៅពេលដែលយើងលើកមកយើងដាក់តេស្តទៅឃើញថាវាដំណើរការល្អអាចប្រើការបានអញ្ចឹងក៏តែរៀបចំមកស្អាតជូនអ៊ំស្រីឲ្យហើយមុននឹងយើងយកទៅចាប់នៅម៉ាស៊ីនអញ្ចឹងនៅពេលដែលក្រុមការងារគាត់ទៅតម្លើងខ្ញុំអត់បានទៅថតជូនបងប្អូនសារតែរពលអញ្ចឹងនៅពេលដែលគាត់យកទៅគាត់តម្លើងជូនអ៊ំស្រីរៀបតេស្តអីឃើញថាដំណើរការល្អអត់មានបញ្ហាអីទេហើយក៏មានការធានាជូនអ៊ំស្រីមួយសេតផងដែរមុននឹងយើងរៀបចំការងារនោះចប់អញ្ចឹងអរគុណបងប្អូនបើសិនជាបងប្អូនត្រូវការជាងជួសជុលនៅម៉ាស៊ីនត្រជាក់អាចទាក់ទងមកយើងបាន